សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងមានជាមួយនឹងផ្ទះដាក់លក់មួយកន្លែងនៅកណ្ដាលក្រុងសៀមរាបគឺលក់បន្ទាន់ដែលថ្ងៃនេះ V Estate យើងនឹងនាំបងប្អូនទាំងអស់គ្នាមកទស្សនាថានៅខាងក្នុងផ្ទះនេះមានអីគេខ្លះហើយតម្លៃពិសេសមិនខ្លះតោះឥឡូវទៅមើលខាងក្នុងមួយខ្ញុំទាំងអស់គ្នាវ៉ាវគ្រាន់តែចូលមកដល់ភ្លាមគឺថាមានអារម្មណ៍ស្រស់ស្រាយគួរចង់រស់នៅតែម្ដងដូចបងបានឃើញអញ្ចឹងនៅខាងមុខនេះគឺយើងមានជាមួយនឹងអាងទឹកដ៏ស្រស់ស្អាតហើយយើងមានជាមួយនឹងសួនផ្កាបែបបៃតងចម្រុះពណ៌គួរឲ្យចង់រស់នៅខ្លាំងមែនតើហើយសម្រាប់ផ្ទះរបស់យើងនេះដែរគឺសាងសង់ដែលមានទំហំ8ម៉ែត្រគុណនឹង15ម៉ែត្រកន្លះសាងសង់នៅលើដីសរុប10ម៉ែត្រគុណនឹង26ម៉ែត្រកន្លះដោយបងបានឃើញអញ្ចឹងនេះគឺតួផ្ទះកណ្ដាលរបស់យើងហើយនៅជុំវិញផ្ទះគឺសុទ្ធតែមាន space ដែលបងអាចធ្វើជាសួនផ្កាក៏បានឬមួយក៏ដាំដំណាំផ្សេងក៏បានតោះបងមួយទៀតគឺយើងមានផ្នែកខាងលើជាប្រភេទវេរ៉ង់ដាអញ្ចឹងបងទៅមើលមួយយ៉ាងទាំងអស់គ្នាណានេះគឺជាវេរ៉ង់ដាយើងនៅផ្នែកខាងលើបងឃើញទេសភាពស្អាតខ្លាំងមែនតើណាសម្រាប់ផ្នែកខាងនោះយើងអាចមើលឃើញទៅម្ខាងទៅហើយខាងនេះយើងឃើញម្ខាងហើយសំខាន់បំផុតគឺបងបានឃើញជាមួយនឹងកត្រកមើលធំរបស់យើងល្ងាចឡើងបងអាចមកបែបអង្គុយមើល sunset ឬមួយក៏ជួបជុំបងប្អូននៅខាងលើនេះក៏បានធានាជូនបងមក perfect ហ្មងហើយនេះយើងមើលពីលើទៅគឺ space នៅមុខផ្ទះរបស់យើងគឺស្រស់ស្រាយគួរឲ្យស្រឡាញ់ខ្លាំងមែនតើគួរឲ្យចង់រស់នៅខ្លាំងមែនតើណាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាថានៅខាងក្នុងមានអីគេខ្លះស្រស់ស្អាតខ្លាំងមែនតើសម្រាប់ផ្ទះរបស់យើងនេះគឺមានរហូតដល់ទៅ3បន្ទប់គេងហើយ4បន្ទប់ទឹកនៅក្នុងបន្ទប់គេងនីមួយៗគឺសុទ្ធតែមានជាមួយនឹងបន្ទប់ទឹកនៅខាងក្នុងស្រាប់ហើយគ្រាន់តែយើងចូលដល់ភ្លាមនេះគឺកន្លែងទទួលភ្ញៀវគឺថាធំស្លាស់ល្អខ្លាំងមែនតើមានជាមួយនឹងទូតាំងមុខទូដូចគ្នាហើយបន្ទាប់មកទៀតគឺយើងមានជាមួយនឹងតុបាយបន្ទាប់មកទៀតនៅខាងនេះគឺយើងមានជាមួយនឹងផ្ទះបាយរៀបចំស្រស់ស្អាតខ្លាំងមែនតើណាសម្រាប់បងស្រីដែលគាត់ស្រឡាញ់ការធ្វើម្ហូបខ្ញុំធានាថាឃើញផ្ទះបាយហើយគឺដឹងតែពេញចិត្តតែម្ដងយើងមានជាមួយនឹងម៉ាស៊ីនបោកកៅអៅជូនបងហើយនៅខាងនេះវិញគឺជាបន្ទប់ទឹករួមនៅខាងក្រៅតោះឥឡូវយើងទៅមើលនៅក្នុងបន្ទប់ទឹកអស់គ្នាថាតើក្នុងបន្ទប់គេងការរៀបចំមិនដែរហើយមានអីគេខ្លះតោះនេះគឺជាបន្ទប់ទី1ពេលដែលបងចូលមកគឺយើងមានជាមួយនឹងក្រេគេងហើយនេះគឺតុយើងអាចថាជាតុសម្អាងឬមួយក៏សម្រាប់កូនបងមានកូនអាចអង្គុយរៀននៅនឹងបានណាយើងមានជាមួយនឹងតុក្បាលក្រេទាំងសងខាងតែម្ដងហើយនៅខាងនេះគឺជាបន្ទប់ទឹកនៅក្នុងបន្ទប់ទឹករបស់យើងគឺថាដេក័រស្អាតខ្លាំងមែនតើបងមើលទៅឡើងស្រឡះថេងហ្មងណាហើយនេះគឺជាបន្ទប់ទី2របស់យើងគ្រប់បន្ទប់បងគឺថាស្រស់ស្អាតខ្លាំងមែនតើការដេក័រគឺបែបយើងហៅថា minimalism បែប Green Western គឺថាស្រស់ស្អាតខ្លាំងមែនតើហើយនេះគឺបន្ទប់ទី2នេះគឺយើងអាចមើលឃើញទេសភាពខាងក្រៅបានណាបើសិនជាយើងធ្វើជាសួនច្បារឬមួយក៏យើងដាំផ្កាដាំដំណាំអីផ្សេងគឺថាព្រឹកឡើងងើបមកស្រស់ស្រាយតែម្ដងតោះឥឡូវយើងនាំគ្នាទៅមើលជាមួយនឹងបន្ទប់ទី3ទាំងអស់គ្នានេះគឺបន្ទប់ទី3របស់យើងបន្ទប់ចុងក្រោយណាបងដូចបងបានឃើញស្រាប់ចឹងបន្ទប់គឺធំទូលាយខ្លាំងមែនតើហើយសុទ្ធតែមានទូកៅអៅមានជាមួយនឹងតុរៀនគឺដេក័រស្តៀងគ្នាហើយគ្រប់បន្ទប់គឺតែងតែមានជាមួយនឹងទូក្បាលក្រេជើងមកដូចគ្នាហើយមានបន្ទប់ទឹកនៅខាងក្នុងដូចគ្នាទាំងអស់តែម្ដងអញ្ចឹងគឺថាផ្ទះនេះការរៀបចំស្អាតទីធ្លាធំទូលាយហើយសំខាន់មួយទៀតដូចបងឃើញណាគ្រប់សម្ភារៈដែលមាននៅក្នុងផ្ទះនេះណាគឺយើងរួមបញ្ចូលជូនបងតែម្ដងនៅក្នុងតម្លៃដែលបងធ្វើការបញ្ជាទិញណាហើយសូមបញ្ជាក់ជូនបងតម្លៃគឺពិសេសមែនតើផ្ទះដាក់លក់បន្ទាន់តម្លៃពិសេសមានជាមួយនឹងការថែមជូនសម្ភារៈគ្រប់យ៉ាងដែលបងបានឃើញនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងសម្រាប់បងដែលចង់បានផ្ទះនៅកណ្ដាលក្រុងសៀមរាបបែប relax បងអាចអញ្ជើញធ្វើការមកមើលទីតាំងផ្ទះដែលខ្ញុំកំពុងបង្ហាញនេះបានអញ្ចឹងបើសិនជាបងចាប់អារម្មណ៍បងអាចធ្វើការតាក់ទងមកកាន់ផ្នែកលក់របស់យើងបានតាមរយៈលេខទូរស័ព្ទដែលយើងដាក់នៅខាងក្រោមអរគុណច្រើនបងអរគ្នា